គឺស្ដីបងប្អូនទាំងគ្នាបងប្អូនតែងតែមានការកាត់ឡើងគឺការអស់កម្លាំងឬក៏ការវិលមកឬក៏ការលមួសាច់ដុំឬក៏មានការជិះចាប់នៅតាមសាច់ដុំផ្សេងៗហ្នឹងបងប្អូនអត់ដឹងថាមកពីខ្វះអីទេថ្ងៃនេះខ្ញុំលើកយកការសញ្ញានិងរោគសញ្ញារបស់អូស៊ីសូមចុះទៀបនៅក្នុងឈាមយើងអញ្ចឹងទី1គឺការខ្សោយសាច់ដុំដូចជាសាច់ដុំជើងសាច់ដុំដៃហ្នឹងយើងអត់មានចលនាអីបានល្អយើងដើរក៏អត់តង់រួចទេយើងខ្សោយដូចមានអារម្មណ៍ថាល្វើយឬក៏បើសាច់ដុំដៃវិញយើងកាន់អីអត់ទៅបានទេអញ្ចឹងវាខ្សោយកាន់អីជាប់កាន់អត់ជាប់ទេណាអាហ្នឹងគឺការខ្សោយសាច់ដុំរបស់ការខ្វះប៉ូស្យូមនៅក្នុងឈាមយើងទី2គឺរមួលសាច់ដុំហ្នឹងដូចជាការរមួលក្រពើដែលចាស់ថារមួលក្រពើឬក៏ការមានការឈឺចាប់នៅកន្លែងដែលរមួលហ្នឹងឬក៏សាច់ដុំផ្សេងៗទៅក៏មានការឈឺចាប់ដែរឬក៏រមួលដែរទី3អស់កម្លាំងហ្នឹងគឺការទោះជាញ៉ាំអាហារថាំពុលឬក៏ជាតិស្ករចូលក្នុងខ្លួនហើយក៏នៅតែអស់កម្លាំងដែរអញ្ចឹងវាអស់ថាំពុលនៅក្នុងខ្លួនយើងចុះទៀតខ្លាំងដោយសារមូលហេតុគឺខ្វះប៉ូស្យូមនៅក្នុងខ្សែឈាមយើងទី4គឺលមួលសាច់ដុំដែរលមួលសាច់ដុំហ្នឹងគឺមានទិងសង្កត់ធ្ងន់ទៅលើសាច់ដុំដែលទូចដូចជានៅសម្រាប់សាច់ដុំម្រាមដៃមានអីហ្នឹងធ្វើឲ្យវាគាំងធ្វើឲ្យចលនាវាអត់សូវបានល្អវាអសកម្មយើងកាន់អីកាន់រឹងឬក៏រឹងយើងកាន់អីអត់ក៏អត់ជាប់ដែរអញ្ចឹងសាច់ដុំទូចហ្នឹងក៏មានបញ្ហាដែរដោយសារយើងខ្វះប៉ូស្យូមដែរនៅក្នុងឈាមទី5គឺញ័រទ្រូងហ្នឹងមានន័យថាច្បាប់បេះដូងយើងដើរវាញាប់ពេកហើយវាអត់ស្មើគ្នាទេវាដើរញាប់ចង្កាស្មើចង្កាអត់ស្មើអញ្ចឹងវាទៅហ្នឹងហើយមានអារម្មណ៍មួយថាញ័រនៅក្នុងទ្រូងក្នុងបេះដូងយើងដើរញាប់ទៅវាញ័រដូចម៉ាស៊ីនមានអារម្មណ៍មួយថាដូចម៉ាស៊ីននៅក្នុងទ្រូងយើងញ័រយើងនៅអត់សក់ទេពេលហ្នឹងទី6គឺការទល់លាមកហ្នឹងគឺសំខាន់ណាស់គឺពោះវៀនយើងធ្វើចលនាដែលយឺតឬក៏បំលាស់ទីរុញលាមកនឹងឲ្យមកក្រោមវាយឺតពេកអញ្ចឹងធ្វើឲ្យគាត់ទល់លាមកណាអញ្ចឹងខ្វះប៉ូស្យូមនៅក្នុងខ្សែឈាមធ្វើឲ្យយើងទល់លាមកដែរធ្វើឲ្យការបត់ជើងយើងអត់ទៀងទាត់ឬក៏សំខាន់បំផុតគឺការទល់លាមកហ្មងពីទូអត់ចេញទី7គឺការស្ពឹកមានស្ពឹកតាមសាច់ដុំនៅជើងនៅដៃឬក៏ចុងដៃចុងជើងហ្នឹងគឺស្ពឹកពេលណាស្ពឹកហើយយើងមានអារម្មណ៍មួយថាដូចមានមជុលទៅចាក់នៅចុងដៃចុងជើងយើងឈឺដូចគេចាក់មជុលអញ្ចឹងណាមានអារម្មណ៍មួយឈឺអញ្ចឹងជាប់រហូតពេលណាយើងខ្វះប៉ូស្យូមដែរទី8គឺភាពខ្សោយភាពទន់ខ្សោយនៅក្នុងធនធ្ងរហ្មងពេលសរីរាង្គហ្នឹងគឺទន់ហ្មងយើងធ្វើអីអត់កើតធ្វើអីដើរដួលអង្គុយក៏អត់កើតជួនកាលហូបអីក៏អត់កើតជួនកាលដកថើមនោះវាលែងទៅនេះវាដូចជាគេហៅខ្សោយដកថើមមួយអញ្ចឹងអាចនឹងគ្រោះថ្នាក់ដែរពេលណាដកថើមអត់ទៅគ្រប់អត់ដឹកនាំអុកស៊ីសែនទៅចំពោះក្បាលអត់គ្រប់ទេធ្វើឲ្យយើងអាចសន្លប់អញ្ចឹងបើបងប្អូនមានការៈដូចខាងលើឬក៏ឃើញអ្នកចិត្តខាងឬក៏បងប្អូនណាដែលមានការៈដូចខាងលើដូចខ្ញុំរៀបរាប់ខាងលើនេះសូមបងប្អូនបញ្ញាប់ទៅជួបនឹងវិជ្ជចិត្តដើម្បីឲ្យវិជ្ជចិត្តព្យាបាលឲ្យបានត្រឹមត្រូវសូម